សម្រាប់ការប្រកួត6ប្រកួតដែលខ្ញុំមើល Man U កន្លងមកមានតែការប្រកួតយកមិញជាមួយនឹង Bradford ទេគឺលេងមហាអន់មែនតើបាទសួស្តីបងប្អូនទាំងអស់គ្នាបើនិយាយជារួមមកបាទាត់យប់មិញនេះយប់ថ្ងៃសៅរ៍នេះគឺក៏ក្រើកពេញភពផែនដីហើយបាទសំណាងហើយដែលក្រុមផ្សេងចាញ់ច្រើនមិនថា Chelsea មិនថា Liverpool សម្បីតែ Spurs យប់មិញក៏ស្មើជាមួយនឹង Wolves ដែលកំពុងតែធ្លាក់កូដសូម្បីតែ Real Madrid ក៏បរាជ័យបើនិយាយជារួមមកគុំតែក្រុមធំគាត់បរាជ័យដូចគ្នាកុំអីហ្នឹងការបរាជ័យរបស់ Man U ដូចទឹកបាក់ទំនប់ចឹងបាទអ្នកសារព័ត៌មានចុះបាក់ទឹកដូចទឹកបាក់ទំនប់ចឹងមកវាយបហាមែនតើដល់ពេលក្រុមធំចាញ់ច្រើនដូចគ្នាអញ្ចឹងសារព័ត៌មាននាំគ្នាច្រាំដើម្បីចែកព័ត៌មានគ្នាចេញអញ្ចឹងធ្វើឲ្យអាកំហឹងនៃអ្នកគ្រប់គ្រង Man U ហ្នឹងវាមិនសូវ traffic ទៅកាន់ fan ដទៃទៀតនេះសំណាងដែរក៏ប៉ុន្តែបើនិយាយជារួមមកសម្រាប់ការប្រកួត6ប្រកួតដែលខ្ញុំមើល Man U កន្លងមកមានតែការប្រកួតយកមិញជាមួយនឹង Bradford ទេគឺលេងមហាអន់មែនតើលេងអន់មែនតើបាទអន់ណាតម្រង់លេងពីមួយប្រកួតទៅមួយប្រកួតកាន់តែអន់ទៅនេះការឈ្នះ Chelsea សំណាងដែរដោយសារតែ Chelsea គាត់កាតក្រហមមុនបើ Chelsea កុំកាតក្រហមព្រោះ Man U អាចនឹងពិបាកទប់ទល់មិនស្រួលចាញ់ទៀតហើយយកមិញក្រោយពីចប់ការប្រកួតលោក Robin Amrin ក៏គាត់បាននិយាយភាសាកដាលមួយដែរថាលទ្ធផលបរាជ័យក្លឹបអត់ចង់ទទួលយកបានទេក្លឹបអត់ចង់បានទេបាទក្លឹបចង់បានអ្វីដែលជាការទទួលជ័យជំនះដោយលទ្ធផលមួយដ៏ល្អកីឡាករលេងដោយមានឆន្ទៈបាទហើយយើងងាកទៅសម្ដីរបស់គូញាវិញគូញាក៏គាត់បាននិយាយថាមិនមែនការបរាជ័យយកមិញមិនមែនជាកំហុសរបស់លោក Robin Amrin ទេក៏ប៉ុន្តែគាត់ដាក់បន្ទុកទៅលើកីឡាករ Man U ច្រើនជាងគាត់ថា Man U កីឡាករ Man U គឺជាផ្នែកដ៏ធំមួយដែលធ្វើឲ្យ Manchester United បរាជ័យជាមួយនឹងក្រុម Bradford បាទហើយក៏យំមិញអបអរសាទរដល់ Benjamin Sesko ទីបំផុតអាចរកបានមួយគ្រាប់ហើយបាទឈានចូលដល់នៅក្នុងសប្តាហ៍ទី6ទើបតែបានមួយគ្រាប់ហើយយើងងាកទៅកាន់អ្នកគ្រប់គ្រងវិញបាទអ្នកគ្រប់គ្រងបើនិយាយជារួមមកនៅពេលដែល Man U ឈ្នះគាត់នាំនីសាតតែនៅពេលដែល Man U ចាញ់គាត់អត់នាំនីសាតឬក៏ចូលរួមសោកស្ដាយទេគាត់បែរជាអ្នកខ្លះក៏ផ្លាស់ប្ដូរក្លឹបគ្រប់គ្រងអ្នកខ្លះក៏រិះគន់ទៅនឹងទម្រង់ដដែលអ្នកខ្លះក៏ឲ្យបដិញគ្រូឥឡូវយើងនិយាយឲ្យជាខ្លីមកយប់មិញ Man U មានកីឡាករលេងទេអត់មានកីឡាករ back up ទេឆ្វេងក៏អត់មានស្ដាំក៏អត់មានសល់តែ3គោលបាទគូញ៉ាMbamu និង Benjamin Sesko សម្បីតែកដាលរដងយើងបានមាន Casemiro ទៅបានជួយ Manuel Ugarte ជួយសម្រាប់បន្ទុក Bruno ក៏តែយប់មិញក៏ធ្ងន់កដូចគ្នាដែរអានេះអ្វីដែលយើងមើលឃើញជាស្ដែងហើយបងប្អូននិយាយថាចុះ Kobe Mainoo ដរាបណាគាត់នៅតែធ្វើអត្តចរិតចង់ចេញពីក្លឹបដើម្បីទៅលេងក្លឹបផ្សេងក្នុងការស្វែងរកនាទីលេងដើម្បីឲ្យខ្លួនឯងនឹងមានឱកាសជាប់ជំនឿជាតិអាហ្នឹងនៅតែជារឿងធំសម្រាប់លោក Robin Amrin ព្រោះថាលោក Robin Amrin គាត់ចូលចិត្តកីឡាករចរិតបែបនេះទេអានេះសរុបរឿងរ៉ាវខ្លីៗយកមិញបន្តិចបាទចែកជូនបងប្អូន